របៀបយកឈ្នះលើការបាត់បង់ទំនុកចិត្តលើខ្លួនឯងក្រោយពេលបែកបាក់ស្នេហាជំរាបសួរអ្នកទាំងអស់គ្នាប្រសិនបើអ្នកកំពុងស្ដាប់វីដេអូនេះប្រហែលជាបេះដូងរបស់អ្នកកំពុងមានស្នាមប្រេះស្ដាំអ្នកប្រហែលជាកំពុងសួរខ្លួនឯងថាតើខ្ញុំខ្វះខាតអ្វីតើខ្ញុំធ្វើអ្វីខុសតើខ្ញុំពិតជាមិនល្អគ្រប់គ្រាន់មែនទេខ្ញុំចង់ឲ្យអ្នកដកដង្ហើមវែងៗមួយហើយស្ដាប់ខ្ញុំឲ្យបានច្បាស់ការជឿចាប់នេះគឺជារឿងធម្មតាសូមទទួលស្គាល់ការជឿចាប់នេះកុំបង្ខំខ្លួនឯងឲ្យរឹងមាំភ្លាមពេកការយំការសោកស្ដាយនិងការមានអារម្មណ៍ថាបាត់បង់ខ្លួនឯងគឺជាផ្នែកធម្មតានៃការបែកបាក់បេះដូងរបស់អ្នកបានប្រេះស្ដាំមែនតែតម្លៃរបស់អ្នកមិនបានប្រេះស្ដាំនោះទេទំនាក់ទំនងមួយបានបញ្ចប់វាគ្រាន់តែមានន័យថារឿងរ៉ាវរវាងមនុស្សពីរនាក់មិនអាចបន្តទៅមុខទៀតបានទេវាមិនមែនមានន័យថាអ្នកជាមនុស្សគ្មានតម្លៃឬថាអ្នកមិនសមនឹងទទួលបានក្តីស្រឡាញ់នោះទេកុំឲ្យសម្លេងក្នុងចិត្តដែលរិះគន់ខ្លួនឯងមកគ្រប់គ្រងអ្នកបាននៅពេលយើងជឿចាប់សម្លេងរិះគន់ក្នុងចិត្តរបស់យើងតែងតែនិយាយខ្លាំងៗថាគេទៅចោលខ្ញុំព្រោះខ្ញុំមិនល្អតែសម្លេងមួយនេះគឺមិនត្រូវនោះទេនេះគឺជារបៀបដើម្បីប្រឆាំងនឹងសម្លេងនោះសួរខ្លួនឯងតើខ្ញុំនឹងនិយាយពាក្យនេះទៅកាន់មិត្តភក្តិរបស់ខ្ញុំទេប្រសិនបើមិត្តភក្តិរបស់ខ្ញុំកំពុងឆ្លងកាត់រឿងនេះចម្លើយគឺទេដូច្នេះកុំនិយាយវាដាក់ខ្លួនឯងចូលជំនួសដោយភាពពិតជំនួសឲ្យការគិតថាខ្ញុំបរាជ័យចូលនិយាយថាទំនាក់ទំនងនេះបានចប់តែខ្ញុំបានរៀនមេរៀនជាច្រើនហើយខ្ញុំនឹងដើរទៅមុខទៀតដល់ពេលត្រូវកសាងខ្លួនឯងថ្មីឡើងវិញហើយឥឡូវនេះគឺជាឱកាសមាសដើម្បីស្វែងរកខ្លួនឯងដែលបាត់បង់នៅក្នុងទំនាក់ទំនងនោះកុំពឹងផ្អែកទៅលើអ្នកដទៃដើម្បីកំណត់សុភមង្គលខ្លួនឯងអតីតដៃគូរបស់អ្នកមិនមែនជាប្រភពនៃតម្លៃរបស់អ្នកទេតម្លៃរបស់អ្នកគឺស្ថិតនៅក្នុងខ្លួនស្រាប់ហើយធ្វើអ្វីដែលអ្នកស្រឡាញ់ឡើងវិញតើអ្នកចូលចិត្តអានសៀវភៅគូររូបឬក៏ដើរលេងកន្លែងស្ងប់ស្ងាត់អីដែរទេចាប់ផ្ដើមធ្វើវាឡើងវិញចំណាយពេលជាមួយមនុស្សដែលតែងតែលើកទឹកចិត្តអ្នកដោតលើភាពជោគជ័យតូចៗការរៀបចំបន្ទប់ការធ្វើរំហាត់ប្រាណរយៈពេល15នាទីក្នុងមួយថ្ងៃការបញ្ចប់កិច្ចការដែលអ្នកបានពន្យាពេលរឿងតូចៗទាំងនេះនឹងបណ្ដុះភាពជឿជាក់របស់អ្នកឡើងវិញបន្តិចម្ដងជីវិតអ្នកកំពុងរងចាំអ្នកការបែកបាក់មិនមែនជាចំណុចបញ្ចប់នៃសៀវភៅជីវិតអ្នកទេវាគឺជាទំព័រថ្មីដែលទទេស្អាតដែលអ្នកអាចសរសេររឿងរ៉ាវដ៏អស្ចារ្យជាងមុនចូលប្រែក្លាយការឈឺចាប់នេះទៅជាកម្លាំងជំរុញឲ្យអ្នកធ្វើការលើគោលដៅរបស់អ្នកក្លាយជាខ្លួនឯងដែលល្អបំផុតហើយត្រៀមខ្លួនសម្រាប់សេចក្តីស្រឡាញ់ដែលពិតប្រាកដនឹងសមនឹងអ្នកនៅថ្ងៃអនាគតអ្នកខ្លាំងជាងអ្វីដែលអ្នកគិតអ្នកសមនឹងទទួលបានសុភមង្គលកុំឲ្យការបាត់បង់មួយមកបំបាក់ពន្លឺរបស់អ្នកបានឡើយក្រោកឈរឡើងហើយចាប់ផ្ដើមសាងសង់ជីវិតដ៏អស្ចារ្យរបស់អ្នកឡើងវិញចាប់ពីថ្ងៃនេះតទៅខ្ញុំជឿជាក់លើអ្នកសូមថែរក្សាខ្លួនឯងឲ្យបានល្អ